Khi ngay suốt đời đó nên chẳng ngày này cứ dương thôi ca về phía tiêu xa mình tích bẹp bòn cho mùi đường mía ta tiêu xa mía ai từng từ lứa rồi còn từ cào chấm pua từ lại từ mục tiết vì từ gì dạng na vì bài na hay là lời từ lại bài bón vì miền bài hai cây khác vì người cây khác đã có một chọc kiến nhưng mà tam đàn ca ăn lại có ca về phía bài nhóm bữa sinh nhật rồi chọn đơn the ta mi ở bài bón vì cua từ ná ở lời với thời đo na trong từ từ mưa rồi chẳng muốn cho từ đó ca về phía tiêu xa giống như trong phía này đó như theo sân trực ní những trong thôi ca bài account này đó này aiធ្វើការ register account ឬក៏ចុចទៅលើ link ខាងក្រោម description ដែលខ្ញុំបានដាក់ហ្នឹងគឺអ្នកនរគ្នាអាចធ្វើការ register account បានហើយជាមួយការ register account ហ្នឹងគឺខ្ញុំប្រើប្រាស់ជាមួយនឹង FP Market ដោយសារតែ FP Market គឺខ្ញុំមានបទពិសោធន៍ប្រើជាយូរឆ្នាំមកហើយអញ្ចឹងគឺឃើញថាល្អហើយបើនិយាយពី spread វិញគឺអាចនិយាយបានថាពិសេសហ្មងអញ្ចឹងវាងាយស្រួលនៅក្នុងការ trade របស់យើងដែរបើសិនជាការ trade របស់យើង spread ធំខ្លាំងពេកឬក៏ commission charge ខ្លាំងពេកក៏យើងពិបាកនៅក្នុងការ take ទៅលើ ផលចំណេញដែរអញ្ចឹងខ្ញុំប្រើ FPU មកហើយអញ្ចឹងខ្ញុំអាច recommend អ្នកនរគ្នាសាកល្បងបានការពិតអាស្រ័យលើអ្នកនរគ្នាបើអ្នកនរគ្នាចង់សាកល្បងក៏បានបើសិនអ្នកនរគ្នាអត់ក៏អត់ជាបញ្ហាដែរព្រោះនេះយើងគ្រាន់តែជាការ recommend ឬក៏ការ suggestion របស់ខ្ញុំទេអញ្ចឹងវានៅតែអាស្រ័យលើអ្នកនរគ្នាតោះអញ្ចឹងឥឡូវកុំឲ្យអ្នកនរគ្នាចាំយូរយើងចូលទៅដល់ការវិភាគទីផ្សាររបស់ខ្ញុំហ្មងតើវាបែបណាខ្លះយើងទៅមើលមាសរបស់គ្នាគេនឹងសួស្តីដល់គ្នាអញ្ចឹងឥឡូវយើងធ្វើការមើលទៅលើមាសហើយខ្ញុំនឹងធ្វើការមើលទៅលើ time frame ធំទៅមុនក៏ប៉ុន្តែមុនយើងចូលទៅលើការវិភាគទីផ្សារចង់ប្រាប់អ្នកនរគ្នាថាអានេះវាគ្រាន់តែជាការព្យាករណ៍ឬក៏ការវិភាគរបស់ខ្ញុំទេវាមិនប្រកាស 100% ថាត្រូវហើយក៏មិនប្រកាសថា 100% គឺខុសដែរអញ្ចឹងការវិភាគទីផ្សាររបស់ខ្ញុំគឺខ្ញុំ base ទៅតាម price action ដែលបង្ហាញខ្ញុំជាក់ស្ដែងឥឡូវទេខ្ញុំមិនអាចនិយាយកំណត់ទៅកន្លះឆ្នាំទៅមុខទៀតឬក៏កន្លះឆ្នាំទៅក្រោយទៀតទេគាត់ថាខ្ញុំនឹងព្យាយាម update បើសិនជាវាមានការប្រែប្រួលបើសិនជាស្ថានភាពទីផ្សារមានការផ្លាស់ប្ដូរអញ្ចឹងខ្ញុំគ្រាន់តែនិយាយអ្វីដែលខ្ញុំបានឃើញនៅខាងមុខខ្ញុំនេះហើយខ្ញុំគ្រាន់តែវិភាគតម្លៃបច្ចុប្បន្នថាតើវាអាចនឹងមានរឿងកាត់ឡើងបើឲ្យវិភាគតាមមួយខ្សែទៅហ្មងថាអូកន្លះឆ្នាំក្រោយគឺដល់ឡើងហើយកន្លះឆ្នាំក្រោយគឺដល់ចុះគឺខ្ញុំនិយាយបានទេស្អីខ្ញុំ best ខ្ញុំមើលគឺទៅថាអ្វីដែលខ្ញុំមើលឃើញឥឡូវហ្នឹងតែបើខ្ញុំនិយាយឆ្ងាយពេកខ្ញុំនិយាយរួចទេគេមកអ្នកនរនេះចាំយើងចូលមកបើសិនជាយើងកលេចទៅមើល monthly time frame យើងបានឃើញថា candle monthly នៅតែបន្តឡើងទៅខាងលើបើយើងមើលទៅលើ time frame ខែណាយើងឃើញថា3 candle ធំ1 2 3ខែMarch ខែ3ខែ4ខែ5យើងឃើញថា candle នៅតែបន្តឡើងបើនិយាយពីកម្លាំងក៏នៅតែឃើញថាវានៅតែស្ទុះឡើងដែរអត់ឃើញមានសញ្ញាថាវាត្រូវចុះក្រោមទេបើយើងក៏លេចទៅមើល monthly អញ្ចឹងយើង note មួយ monthly គឺបង្ហាញកម្លាំងឡើងបើសិនយើងងើទៅលើ weekly វិញ candle ប្រចាំសប្តាហ៍នេះវិញក៏យើងឃើញថាកម្លាំងឡើងនៅតែមានដែរដូចឃើញចាក់ស្ដែងអញ្ចឹងថាbullish candle គឺវានៅចំណុចត្រង់នេះហើយយើងឃើញថា candle ក៏វានៅលើ support ខាងលើនេះដែរអញ្ចឹងសម្រាប់ weekly ក៏មើលទៅនៅឃើញឡើងហើយបើសិនជាយើងចូលទៅកាន់ daily វិញយើងឃើញថា daily ក៏នៅតែបន្តស្ទុះឡើងទៅខាងលើដែរតែគាត់ថាមិនទាន់ផុត zone ម្ដុំនេះបើតាមអ្វីខ្ញុំមើលឃើញខ្ញុំឃើញនៅក្នុង daily យើងឃើញថាតម្លៃគឺបានធ្វើការធ្លាក់ចុះមកនៅត្រង់ចំណុចនេះកម្លាំង sell គឺរុញមកខ្លាំងមែនទែនក៏ប៉ុន្តែមកតាក់នៅត្រង់ចំណុច support ម្ដុំនេះផ្សារចាប់ដើម pull back ទៅឡើងទៅខាងលើវិញហើយក៏ឃើញនៅចំណុចខ្លះទៀតក៏បង្ហាញដែរថាកម្លាំង sell side នៅក្នុង zone នេះឬក៏សម្រាប់គ្នាយើងអ្នកដែលគាត់ហ៊ានទៅលើ smart money concept ខ្ញុំជឿថាគាត់ក៏ឃើញដែរថា order block នៅត្រង់ចំណុចនេះគឺអត់ទប់អត់ជាប់ទេគឺត្រូវផ្សារគឺវាយបែកបាត់ហើយអញ្ចឹងបើសិនជាសម្រាប់ការ trade របស់ខ្ញុំហ្មងខ្ញុំឃើញកម្លាំងអ្នក sell គឺចាប់ផ្ដើមចេញពីចំណុចត្រង់នឹងមកក៏មើលទៅដូចជាកម្លាំង sell គឺអត់អាចធ្វើឲ្យកម្លាំងផ្សារនឹងរុញចុះមកតទៀតទេអញ្ចឹងយើងមើល time frame 3មិញ monthly daily weekly daily ឃើញថា support ទៅលើការឡើងច្រើនមែនទេលើយើងមើលទៅលើ4ម៉ោងវិញសម្រាប់ time frame 4ម៉ោងវិញយើងឃើញថានេះ candle buyer នៅត្រង់ចំណុចនេះមាន key support អញ្ចឹងទៅចឹងយើងឃើញថា4ម៉ោងគឺឃើញ1 2 3នេះគឺខ្លាំងមែនទែន buyer បុកឡើងទៅខាងលើ
ហើយយើងឃើញសារនៅក្នុងថ្ងៃហ្នឹងក៏ចាប់ផ្ដើមចុះមកដល់ខាងក្រោមនេះហើយចាប់ផ្ដើមបកឡើងទៅខាងលើវិញហើយឥឡូវនេះបើយើងកលិចទៅមើល time frame 4ម៉ោងកន្លែងនេះយើងឃើញថាពីព្រឹកមកផ្សារចាប់ផ្ដើមចុះខ្លាំងមែនទែនប៉ុន្តែមើលទៅដូចជាចុះមិនច្រើនទេដូចជាប៉ះជាមួយសម្ពាធអ្នកទិញធ្វើឲ្យខ្លួនវាសដកឡើងទៅលើវិញដំបូងផ្សារចុះមកអ្នកលក់រុញមកអញ្ចឹងតបមកសម្ពាធអ្នកទិញចាប់ផ្ដើមបុកចូលទិញថែមអញ្ចឹងផ្សារចាប់ផ្ដើមធ្វើការឡើងតែខ្ញុំមើលទៅក៏មិនទាន់ឃើញថាវាអាចមានភាគរយឡើងបានតែចាំខ្ញុំ analyze ចុងក្រោយអ្នកនរគ្នាមើលបើយើងកលេចទៅមើល time frame 1ម៉ោងវិញយើងឃើញថានៅក្នុងតំបន់នេះគឺផ្សារបានធ្វើការឡើងហើយការពីម្សិលមិញថ្ងៃទី26នេះបន្ទាប់មកវាចាប់ផ្ដើមមក retracement នៅត្រង់ចំណុចនេះវិញហើយចាប់ផ្ដើមព្យាយាម pull back ឡើងទៅលើវិញក៏ប៉ុន្តែសម្រាប់នៅក្នុងម៉ោង7ព្រឹកឬក៏6ព្រឹកក្នុងថ្ងៃទី27នេះយើងឃើញតែផ្សារគាត់ទៅបើកមកភ្លាមកម្លាំងអ្នកលក់គឺជាផ្ដើមរួញចុះមកហើយឥឡូវកម្លាំងអ្នកទិញកំពុងតែព្យាយាម pull back ទៅវិញក៏ប៉ុន្តែយើងអត់ដឹងថាតើនៅក្នុងថ្ងៃហ្នឹងកម្លាំងអ្នកទិញអាចយកឈ្នះកម្លាំងអ្នកលក់វិញបានអត់ទេដោយសារតែយើងមើលកម្លាំងអ្នកលក់ក៏មិនធម្មតាដែរមកព្រលឹមឡើងបើកផ្សារហ្នឹងរុញស្ទុះមកខ្លាំងមែនទេតែខ្ញុំមើលឃើញសម្ពាធអ្នកទិញគឺនៅតែមានការទិញចូលទៀតដូចជាមិនមានការលក់ចេញទេទៅលើមាសtime frame ធំយើងដូចជាអត់ទូចយើងដូចជាអត់ចាំបាច់មើលទេឥឡូវខ្ញុំ analyze អ្នកនរគ្នាមើលមក best time daily time frame មកវិញបើយើងនិយាយតែនៅក្នុងសប្តាហ៍នេះយើងឃើញថាថ្ងៃនេះគឺថ្ងៃទី25ផ្សារឡើងខ្លាំងមែនទេសំទោស22ផ្សារឡើងខ្លាំងមែនទេ22 23ហ្នឹងគឺផ្សារចំថ្ងៃសុក្រអញ្ចឹងយើងឃើញថាថ្ងៃច័ន្ទគៀនេះថ្ងៃច័ន្ទគឺកម្លាំងអ្នកទិញគឺខ្លាំងមែនទេធ្វើឲ្យផ្សារហ្នឹងគឺទទួលសម្ពាធជាមួយអ្នកទិញគឺធ្វើឲ្យខ្លួនវាឡើងទៅដល់ផ្នែកខាងលើមកតាក់នៅត្រង់ចំណុចនេះអាចឡើងអាចចុះទៅក្រោមតទៀតបានបន្ទាប់មកយើងឃើញថាម្ដងថ្ងៃនេះគឺផ្សាររុញចុះមកដែរតែសម្ពាធអ្នកទិញនៅតែបុកមកទៀតឥឡូវអ្វីដែលខ្ញុំមើលឃើញបច្ចុប្បន្នផ្សារគឺវាស្ថិតនៅទម្រង់មួយដែរវាស្ទើរតែនឹងបន្តឡើងទៅទៀតណាក៏ប៉ុន្តែក៏វាមានអាចភាគរយមួយដែលចុះដែរភាគរយចុះបែបម៉េចខ្ញុំបានឃើញ zone មួយដែលមើលទៅចាប់អារម្មណ៍ខ្លាំងមែនទែននៅត្រង់ចំណុចខាងនេះព្រោះដោយសារខ្ញុំឃើញថាវាព្យាយាមមកប៉ះកន្លែងនឹងគួរសមដែរយើងមើល daily នេះ1 2 3នេះឃើញទេអញ្ចឹងបើសិនជាផ្សារអាចចេញពីយើងនិយាយតែ zone ទូចបានហើយយើងមិនបាច់ទៅនិយាយ zone ឆ្ងាយបាទចុះមកក្រោមដាច់ zone 3289ដែលខ្ញុំបានដាក់នេះប្រហែលជាវាអាចនឹងមានឱកាសក្នុងការចុះក្រោមក៏ប៉ុន្តែឥឡូវគឺវានៅផ្នែកខាងលើហើយបើសិនយើងនិយាយពី candle មួយនេះទៀតគឺវាមាននៅ middle price គឺវានៅ 50% បើយើងចាប់ Fibo ទៅវានៅ 50% អញ្ចឹងនៅត្រង់ចំណុច 50% នេះក៏ផ្សារអាចមានឱកាសនៅក្នុងការឡើងដែរព្រោះវាអត់ស្ថិតនៅផ្នែកខាងក្រោម 50% ទេអញ្ចឹង candle ធម្មតាឥឡូវចេះហើយ candle buyer អញ្ចឹងទៅអញ្ចឹងបើសិនជាយើងចាប់ Fibo មកធម្មតាវាមាន 50% អញ្ចឹងបើសិនជាផ្សារបើសិនជាទីផ្សារវានៅផ្នែកខាងលើនេះវាអាចឡើងទៅវិញដោយសារតែកម្លាំងអ្នកទិញគឺខ្លាំងអញ្ចឹងវានៅលើ 50% តែបើសិនជាផ្សារចុះមកដល់ខាងក្រោមបានន័យថាកម្លាំងអ្នកទិញមានការថយចុះផ្សារគឺវាអាចធ្វើការចុះទៅខាងក្រោមវិញតែឥឡូវយើងមកមើលអ្វីដែលយើងបានឃើញជាក់ស្ដែងនៅក្នុងពេលនេះគឺផ្សារនៅនេះ buyer ពណ៌ខៀវកម្លាំងអ្នកទិញណាគ្នាយើងឃើញកម្លាំងអ្នកទិញហ៎ហើយបន្ទាប់មកយើងចាប់ Fibo មក50% ឃើញអត់អញ្ចឹងវាបញ្យោ50% ហ្នឹងហើយវាអត់ព្រមចុះទៅទៀតទេគឺវាមកប៉ះហ្នឹងហើយគឺកម្លាំងអ្នកទិញចាប់ប្រាំមុខចូលទិញថែមទៀតឃើញទេមុខចូលទិញថែមទៀតឥឡូវយើងមិនទាន់ដឹងថាតើវាអាចចេញផុតពីម្ដុំហ្នឹងអត់ទេគ្រាន់តែយើងមាន zone មួយទៀតហើយដែលអាចមើល 50% នេះគឺវាមកយកហើយឯងអញ្ចឹងបើសិនជាផ្សារអាចមកយកចំណុច 50% នេះភាសាទៀតនៅត្រង់33.27វាអាចមកជួបកន្លែងនឹងភាសាទៀតខ្ញុំជឿថាអាចមានភាគរយដែរទីផ្សារមានប្រែប្រួលអាចនឹងធ្វើការចុះទៅក្រោមវិញហើយតែបាទខ្ញុំលើកហេតុផលហ្នឹងមក
chỉ tôi thấy nhung chẳng làm mơ xá tập về mà vô cho nó dù nó khai đi về màu retesting á như về màu thẹn về màu make correction chẳng á bên này đó ni hiện bẹp con chỉ muốn được load value việc mùi pi giống ngày mà swing nhé chẳng chỉ tôi tới viết tới mà swing hết viết thời tới rồi trong một viết màu mà swing thiết cứ việc ai từng change direction này chẳng tới chẳng ở lợi dân khơi nha mà lái mà low take low càng cổ hào rồi trong một sân chuyện candle daily nè vì hỗn cho mà các bài nâng mà xa tiết sang pin phim bờ ta đo nâng mà nhưng chặt phải thời sầm mèo mà đo là nè sang pin phây bay nữa bởi vì một đo nâng mà xa tiếp xa cứ anh mình rồi cho ta càng khổm có phần tay có vì miền ở các nông can lại ta càng lừa đai sân chỉ vì ọt màu của bài nó càng khổm nứng viết tới các bài hôm nay càng lừa đi vinh sang pi ham bờ lại bởi vì ta đo nó càng lừa nó hái ai là ai sân xui trong thà ô bà sân chỉ làng ta đo này lừa bây nhiêu mới khơi vì làng các bài dồn càng lừa nè mà đồng sang buồn phải cột ấy trắng nè là sân bị cho vì ai cho đó nè chúng tôi ca cho của mình ngay là dạng chuẩn cho ban tầm sang pin một phim bờ lá cô bàn tay cô bị thấy cho này bị cú xong đấy hiện tới step by step mùi time frame việc tại vì xây dựng mưa tăng time frame thôm máu này rồi nữa monthly khai nó còn support ở cả nơi tập to tinh weekly nó còn support ở cả tinh daily còn nơi support ở tinh hay buôn mau nó cầu mưa tên là support ở tình việc mẹ cả lăng để lụa nè và hai ta mà cọp thông là bây giờ dương đi từ lưỡi ca xe và miên sao mà bờ miên nhưng kết cú xe là phải miên mà máu nó cầu mưa miên đây từ khang điện cho pua direction về nhưng mình toàn hình dưới hoàn thành lấy ba chợ bắn bà bay nó vì support ở tính nhưng mẹ tam tinh hơn từ cùng toàn FC dương lụa tổng thông chẳng vì mình sẽ nhà là thông mà khọp ở bên đây mà thật lẹ khả năng là nhầm dương lụa nhầm giống trong gì đó mà khọp ở bên nâng mình đây là mệt niệm qua khọp thông niệm qua khen là khọp mùi pi bay bốn niệm qua sẽ thông này chả thông nâng sợi dương ở đi từ lưỡi ca xe rồi ta định mưa khẳng một mà mình khọp xe là thông support kill nó một nó là bỏ kill một bên này sẽ sạch đồng bỏ so scom tranh màu bỏ so trong ngày nâng đi cho màu mình sạch hay màu từ vinh ân điện vì admin cả lấy này là thảo tục chất thở từ xe là lấy dương tinh dân đây cảm ơn vì prai rồi mấy bao giờ nhung khơi nhung thọ đây nè đó niềm mơ buổi dương best time frame tổng thôn mưa thứ bị trở nên support ở tinh tràn chừng lúa cho mình phải time đi tế này đó nhé